បងម៉ែបងប្អូនថ្ងៃនេះអ៊ីសិលម៉ៃចាញ់កាយផាសាប់ថ្ងៃមុនថាថតផាសាប់ហើយចាំដល់ពេលហើយថតឥឡូវបងម៉ែបងប្អូនហើយឥឡូវតាជួបម្ចាស់គេបន្តិចជំរាបសួរអូនចាជំរាបសួរហើយយកផាសាប់មកកែនៅណាវិញនៅពេញឯងប៉ុន្តែលក់នៅអូបីជាន់អូបីជាន់ខាងប៉ោយប៉ែតទេចាអូខាងប៉ោយប៉ែតនិយាយទៅបងម៉ែបងប្អូនឆ្ងាយមែនតែម្ដងសំខាន់គាត់តាមដានខ្ញុំយូរហើយណាហើយដល់ពេលកែឲ្យស្អាតអត់ចាម្ចាស់ឥឡូវមើលសួរមួយមើលស្អាតទេស្អាតពេញចិត្តហ្មងចាគាត់ថាម្ចាស់ស្អាតពេញចិត្តហ្មងចានិយាយទៅលក់ច្រើនមកដែរអញ្ចឹងណាអ្នកមានបុកលហុងបាយឆាមីឆាកាទៀវប្រហិតសំខាន់ទូពីគាត់កំងអញ្ចឹងឡូកូលើកអីមកស្អាតឲ្យណាតែដាក់មានអាចដាក់ធុងតកដៃបានទេឥឡូវម្ចាស់គាត់ថាពេញចិត្តហើយគាត់លក់នៅខាងអូបីជាន់ប៉ោយប៉ែតមានតែខាងក្នុងគាត់ថាគាត់យកមានចក្រាអត់ចក្រានេះចក្រាគាត់មានអញ្ចឹងគាត់យកតខ្លួនឯងណាអញ្ចឹងខ្ញុំរៀបឲ្យគាត់អញ្ចឹងតែម្ដងចាឥឡូវតើឡើងមើលខាងលើវិញតែម្ដងចាបងប្អូននិយាយទៅថាផាស្អាប់ហ្នឹងមានផាស្អាប់អត់ទូចទេណាផាស្អាប់រៀងធំដែរទូកញ្ចក់ពីរកន្លែងនេះបុកឡងកន្លែងនេះចក្រានពុកចក្រានឆានិយាយទៅរៀបឲ្យគាត់មកកាផ្លេតែម្ដងចាសំខាន់អាគ្រឿងប្រភេទនេះអីគាត់តខ្លួនគាត់ទេនេះលុបមកអែមតែម្ដងបងប្អូនដាក់អីវ៉ាន់ចាដាក់អីវ៉ាន់មកអែមតែម្ដងចានេះមកអែមនេះដាក់អីវ៉ាន់បានភ្លើងទាំងហាលនិយាយទៅចំប្រើមួយភ្លើងរត់ក៏បានពួកមួយអាគុយក៏បានដែរចាប្រភេទនេះចានេះខាងក្រោយវិញអាកន្លែងនេះក៏អាចមានជ្រីមានអីក្លុបនឹងសំខាន់ក្លុបនឹងដាក់អីវ៉ាន់បានណាមិនមែនធ្វើមកខិតមុខមកហាងចប់ចាហើយក៏អរគុណច្រើនមែនទែនចាអរគុណច្រើនម៉ួយចាបើចង់បានរទេះក្លាត់មកខាង Easy Mic ទីតាំងដូចខ្ញុំបញ្ជាក់អញ្ចឹងនៅក្នុងពេញផ្លូវជាតិលេខ1ហើយបើមានផាក់សាប់ហើយយកមកឲ្យនាងខ្ញុំកែក៏ទួកែដែរហើយក៏អរគុណច្រើនជូនពរអូនណាឲ្យហេងយកទៅលក់ដាច់ឲ្យច្រើនចាមួយថ្ងៃ5 6លានដល់ថ្ងៃចូលឆ្នាំយក5 6លាន7 8លានបានហើយចាអរគុណច្រើនជូនពរសុខសប្បាយចាអរគុណម៉ួយចាបើចង់បានរទេះក្លាត់មកខាង Easy Mic ចាគេចូលឆ្នាំហើយចាចង់បានស្រោតមកចាអរគុណច្រើន